ការជួបជុំនៅក្នុងសហរដ្ឋអាមេរិកគឺថាមានពេលតិចមែនតើក្នុងមួយឆ្នាំណាគឺថាអត់ដូចបងប្អូននៅស្រុកខ្មែរទេគឺថាឧស្សាហ៍ជួបជុំបងប្អូនសាច់ញាតិបង្កើតចំនួនមួយគឺថាយើងឧស្សាហ៍ជួបគ្នាមែនតើតែចំពោះអ្នកនៅសហរដ្ឋអាមេរិកឬក៏តាមប្រទេសផ្សេងគឺថាដូចតែខ្ញុំដែរអញ្ចឹងគឺថាមិនងាយបានជួបជុំគ្នាទេយូរជួបជុំគ្នាម្ដងគឺថាពេលវេលាពិតជាដើរលឿនមែនតើអញ្ចឹងហើយក៏ពួកយើងសម្រេចចិត្តថាឈប់មួយថ្ងៃសម្រាប់ការមកជួបជុំគ្នាហើយបងប្អូនចង់ដឹងថាពេលយើងជួបជុំគ្នាម្ដងគឺថាយើងមានសកម្មភាពអីគេខ្លះនៅក្នុងគ្រួសារនឹងធ្វើម្ហូបអីខ្លះសម្រាប់ញ៉ាំនៅក្នុងគ្រួសារសម្រាប់ថ្ងៃនេះដែរគឺថាយើងមានម្ហូបច្រើនហើយសម្រាប់ក្តាមនេះវិញគឺថាយើងគ្រាន់តែលើករៀបចំវាហើយយើងលើកទុកវិញសម្រាប់ធ្វើម្ហូបនៅថ្ងៃស្អែកទេពួកឯងថ្ងៃនេះដែរគឺថាយើងមានអាំង oyster យើងមាន crawfish យើងមានម្ហូបផ្សេងសម្រាប់ញ៉ាំហើយទស្សនវិជ្ជានេះគឺថាទស្សនវិជ្ជាដល់ពេលដែលយើងរៀបចំម្ហូបខ្លះហើយគឺថាយើងមកអង្គុយញ៉ាំជុំគ្នានៅខាងក្រៅពួកឯងពេលនេះដែរគឺថាដល់រដូវក្តៅហើយបងប្អូនគឺថាអាកាសធាតុក៏ល្អយើងមកអង្គុយញ៉ាំអីនៅខាងក្រៅមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងណាហើយក៏ងាយស្រួលសម្រាប់កូនទាំងអស់សម្រាប់ការគាត់រត់លេងមានថយមានអីលេងអញ្ចឹងទៅហើយពួកយើងក៏មិនងាយបានចេញមកខាងក្រៅដែរអញ្ចឹងយូរយើងបានចេញមកខាងក្រៅម្ដងតរដូវក្តៅចាប់ដើមចូលថ្មីអញ្ចឹងអាកាសធាតុមិនសូវជាក្តៅប្រហែលទេគឺថាមកល្មមបើថាតែពេលចូលខែ7ខែ8អីគឺថាអាកាសធាតុក្តៅពេកអញ្ចឹងគឺថាយើងពិបាកនៅក្នុងការអង្គុយខាងក្រៅដែរវាហប់គឺថាមុខម្ហូបទី1របស់ពួកយើងគឺថាកោះ oyster អាំងជាមួយនឹងយើងដាក់ប្រេងអូលីវហើយនឹងជាមួយនឹងស្លឹកខ្ទឹមគឺថាឈ្ងុយខ្លាំងមែនតើបងប្អូនដែលអត់ចូលចិត្តញ៉ាំឆៅគឺថាបងប្អូនអាចធ្វើមួយមុខនេះបានគឺថាញ៉ាំឈ្ងុយហើយឆ្ងាញ់ខ្លាំងមែនតើហើយពួកអីបើយើងយកទៅចំហុយពេលខ្លះយើងចំហុយជ្រុលអញ្ចឹងទៅវាធ្វើឲ្យសាច់ oyster ហ្នឹងវារៀងស្វិតអញ្ចឹងណាតែបើពេលយើងដាក់អាំងនេះគឺថាយើងដាក់អាំងតាមល្មមយើងអាចមើលថាវាឆ្អិនប៉ុណ្ណាយើងចង់ញ៉ាំប៉ុណ្ណាគឺថាយើងយកមកវាឆ្អិនប៉ុណ្ណឹងគឺថាងាយស្រួលក្នុងការញ៉ាំហើយមុខម្ហូបទី2នេះដែរគឺថាយកមកអត់ទាន់បានចេញទៅខាងក្រៅគឺថាខ្ញុំមកធ្វើអីនៅខាងក្នុងផ្ទះគឺថាអត់មានអីទេបងប្អូនគឺថាមានតែធ្វើបុកល្ហុងគឺថាបុកល្ហុងថ្ងៃនេះដែរគឺថាបុកល្ហុងក្តាមប្រៃលាយជាមួយនឹងត្រីសាម៉ិនទៀតគឺថាឆ្ងាញ់ខ្លាំងមែនតើហើយបុកបដាគឺថាយើងភាសាគ្នាតិចតួចណាក្នុងការអត់មានភាសាអីទេអត់ទៅជុំបងប្អូនស្រីៗហ្នឹងគឺថាក្រៅពីភាសាធ្វើនេះធ្វើនោះរឿងកូនរឿងខ្លួនឯងនិងដល់ខែ7ហ្នឹងគឺថាយើងណាត់ជួបគ្នាភាសាទៀតក្នុងការជប់សម្រាប់4 5ថ្ងៃនៅបនឯករាជ្យជាតិគេអញ្ចឹងណាព្រោះអញ្ចឹងយើងភាសាគ្នាហើយថាយើងត្រូវទៅណាឬក៏យើងនៅផ្ទះយើងធ្វើម្ហូបអីអញ្ចឹងណាហើយពេលយើងបុកល្ហុងហើយគឺថាយើងចេញមកខាងក្រៅវិញបន្តក្នុងការធ្វើoyster នឹងកោះ oyster នោះនេះកោះជួយកោះចឹងទៅយើងញ៉ាំជាមួយនឹងដាក់ខ្ទឹមចឹងទៅអាំងមកល្មមយើងបុកទឹកត្រីកោះកុងចឹងទៅហើយទៅបន្ទាប់មកយើងមានខ្ទឹមបំពងណាយើងដាក់ខ្ទឹមបំពងតិចទៅគឺថាជាតិខ្លាំងមែនតើញ៉ាំតែ oyster អត់ទេគឺថាយើងមាន crawfish ដែរ crawfish ក្លុកខ្លះហើយទៅយើងមានបុកល្ហុងត្រីសាំហ្នឹងទៅយើងដាក់ដាំបាយចឹងទៅហើយទៅយើងមានម្ហូបផ្សេងទៀតគ្រាន់ថាមុខម្ហូបច្រើនពេកយើងញ៉ាំអត់អស់ទេពួកអីគ្នាតាន់តិចអ្នកដែរណាគឺថាយើងអង្គុយញ៉ាំនៅខាងក្រៅគឺថាយូរដែរហ្នឹងយើងចំណាយពេលខាងក្រៅតាំងពីម៉ោង6រហូតដល់ម៉ោង9កន្លះម៉ោង10បើយើងចូលនៅក្នុងវិញពួកអីមេខែនេះគឺថាមេខែភ្លឺដែរផ្ដល់ចុងម៉ោង8មេចាប់ដើមតែថ្ងៃលិចទេផ្ដល់ចុងម៉ោង9អីចាប់ដើមល្ងិត9កន្លះយើងរៀបចំក្លៀនទុកដាក់ស្អាតបាតគឺថាយើងចូលមកក្នុងវិញហើយគឺថាការញ៉ាំក៏មិនចាប់តែប៉ុណ្្នឹងដែរគឺយើងមានតទៅមុខទៀតបងប្អូនបន្ទាប់ពីយើងក្លៀនរៀបចំទុកដាក់នៅខាងក្រៅស្អាតអស់ហើយគឺថាយើងចាប់ដើមចូលមកខាងក្នុងនៅដែរក្មួយកូននៅជុំគ្នាលេងថយយើងចាស់យើងអង្គុយភាសាគ្នាខ្លះអញ្ចឹងចំណាយពេលជាមួយគ្រួសារខ្លះអញ្ចឹងទៅពួកយើងងាយបានជួបគ្នាទេអញ្ចឹងពេលដែលយើងជួបគ្នាម្ដងគឺថាយើងអត់សូវលក្ខណៈថាអត់សូវចុចទូរស័ព្ទអីហ្មងទេគឺថាយើងមកអង្គុយជុំគ្នាដើម្បីមើលរឿងជុំគ្នាអញ្ចឹងណាគឺថារឿងដែលខ្ញុំចូលចិត្តមើលគឺថារឿងខ្មោចនេះឯងគឺថាឲ្យតែនៅជុំគ្នាម្ដងរឿងដែលចូលចិត្តមើលឲ្យមើលជក់ជាងគេគឺថារឿងខ្មោចគឺថាបានមួយរយៈមុនគឺល្បីរឿងខ្មោចអីភ្លើងឆេះក្នុងក្លឹបហ្នឹងក៏ពួកយើងទិញទៅចាក់មើលតាមស្លាយអញ្ចឹងទៅគឺថាល្អមើលខ្លាំងមែនតើរឿងញ៉ាំមើលរឿងបដាញ៉ាំស្វាយបដាគឺថាយើងមានស្វាយដែរសម្រាប់ជប់ហ្នឹងគឺថាតម្រាំតែរឿងចាប់គឺថាចូលម៉ោង11កន្លះម៉ោង12ដល់អញ្ចឹងយើងក៏ចូលគេចែកផ្លូវគ្នាចូលគេហើយបងប្អូននេះគឺជាអាហារពេលព្រឹកសម្រាប់ខ្ញុំនៅថ្ងៃនេះគឺថាមិនអាហារពេលព្រឹកអីណាទេអាហារពេលព្រឹកលក្ខណៈបន្តបន្សំទេគឺថាព្រឹកមិញខ្ញុំគ្នាដាក់ខគោម្នាក់មួយចានហើយខគោនំប៉័ងហើយនឹងខគោជាមួយនឹងមីអញ្ចឹងណាបន្ទាប់មកទៀតគឺថាម៉ោង10កន្លះគឺថាក៏ចាប់ដើមយកនំប៉័ងមកចំហុយពួកអីនំប៉័ងនេះគឺថាបងប្អូនថ្លៃទិញយកមកអញ្ចឹងទៅគឺថាបងប្អូនខ្មែរគាត់ដាក់ធ្វើគឺថាមានរសជាតិឆ្ងាញ់ឈ្ងុយដូចនៅស្រុកខ្មែរអញ្ចឹងសម្រាប់រសជាតិគឺថាគាត់មានពីរមាន snow ពងទាប្រៃហើយនឹង snow ធម្មតាអញ្ចឹងណាពងទាសាបយើងធម្មតាហើយម្សៅក៏មានពីរប្រភេទដែរគឺថាមានម្សៅធម្មតាហើយនិងម្សៅស្លឹកតយគឺថាធំឈ្ងុយខ្លាំងមែនតើយើងញ៉ាំអីហើយគឺថាយើងចាប់ដើមដល់អាហារថ្ងៃត្រង់ហ្នឹងគឺថាអាហារថ្ងៃត្រង់ហ្នឹងគឺថាក្តាមតាំងពីម្សិលហ្នឹងយើងយកមកចំហុយយកពួកយើងទុកពីល្ងាចមិញហ្នឹងមកវានៅរសធម្មតាអញ្ចឹងយើងអត់ដឹងធ្វើម្ហូបអីគឺថាយើងយកមកចំហុយទៅចុចទឹកត្រីកោះកុងញ៉ាំអញ្ចឹងទៅញ៉ាំហើយអីហើយគឺថាដល់ពេលវេលាដែលត្រូវបែកគ្នាឲ្យបងប្អូនគឺថាពេលវេលាគឺថាពីមួយថ្ងៃទៅមួយថ្ងៃគឺថាលឿនខ្លាំងមែនតើគឺថាមួយថ្ងៃនេះគឺថាលឿនខ្លាំងមែនតើតែជួបគ្នាល្ងាចមិនសោះឥឡូវដល់ល្ងាចវិញគឺថាចែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញហើយពេលនេះដែរគឺថាកូនខ្ញុំគាត់ទៅ vacation ជាមួយម៉ាកុងហើយនឹងខ្ញុំនៅតែពីរនាក់ទេហើយទៅនិយាយទៅក្មេងៗក៏ទៅជាមួយម៉ាកុងទាំងអស់អញ្ចឹងអត់មានអីទេវីដេអូហ្នឹងចាំមកជួបគ្នានៅវីដេអូក្រោយបងប្អូន see you for next video បងប្អូន